Vàថ្ងៃនេះក៏យកនប់មួយអង្គយកមកថតបង្ហាញបាទអញ្ចឹងខ្ញុំតែងតែផ្សាយរួចហើយនប់នេះគឺជាស្នែងមួយដែលដុះនៅចំកណ្ដាលក្បាលបងប្អូនមិនដុះនៅលើចំស្នែងដូចសត្វយើងធម្មតាទេហើយនេះជាប្រភេទនប់ឆ្លុះបាទកម្រណាស់នប់ឆ្លុះដែលដុះនៅចំកណ្ដាលក្បាលនេះបាទអញ្ចឹងសត្វដែលមានស្នែងហើយដុះស្នែងនៅចំកណ្ដាលក្បាលហ្នឹងគេហៅថានប់ហើយនេះគឺជានប់បុរាណបាទ3ជំនាន់រួចហើយបាទចឹងបងប្អូនមើលសន្តានឡើងខាងនេះទីលលោកគេឆាបគេកាត់អីបានវាផតចឹងអត់ទេណាអានេះគឺជាធម្មជាតិបាទធម្មជាតិនប់ដែលដុះមកគឺវាអញ្ចឹងណាបងប្អូនឃើញទេបាទហើយនប់នេះក្រណាបងប្អូនក្រណាចែកាច់ថ្នាក់កាច់អីយើងមានលុយយើងអាចរកបានមិនថាថ្លៃមិនថាថោកយើងនៅអាចរកបានណាបងប្អូនតែបើនប់នេះក្រណាស់ខ្ញុំមើលនៅក្នុងបណ្ដាញសង្គមហ្នឹងក៏មិនសូវឃើញមានដែរពិតនោះវាអត់សូវមានណាបងប្អូនភាគច្រើនមានតែគេកែច្នៃអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះជានប់របស់ខ្ញុំហើយខ្ញុំជួបជាលើកទី1ក្នុងឆាកជីវិតខ្ញុំដែរបាទជាប្រភេទមួយដែលកម្រមានកម្រជួបហើយខ្ញុំមាននិស្ស័យបាននប់នេះគេចោះបាទគេចោះចងពាក់អញ្ចឹងណាបងប្អូនបាទបុរាណលោកមិនដឹងយកទៅស្រោបណាគាត់ចងអញ្ចឹងទៅបាទចឹងប្រភេទនប់នេះគឺគេគោរពបូជាទៅតិចទៅជុំចម្រុងចម្រើនណាបាទបើយើងនិយាយពីប្រយោជន៍នៃការគោរពនៃនប់នេះបាទតកតងជាមួយនឹងការរស់ស៊ីបាទតកតងជាមួយរឿងប្តីប្រពន្ធអីមាននប់នេះអត់ចេះឆ្លោះគ្នាទេចាស់បុរាណលោកថាមាននប់ដាក់នៅផ្ទះតិចទៅជុំចម្រុងចម្រើននឹងឯងជាប្រភេទមួយដែលកម្របាទចឹងក៏ថតឲ្យបងប្អូនមើលទុកជាបាទឯកសារឲ្យស្គាល់ថានប់វាមានពិតប្រាកដមាននប់ដែលដុះនៅចំកណ្ដាលក្បាលសត្វនេះគឺវាប្រភេទអញ្ចឹងណាបងប្អូនអញ្ចឹងណាបាទចឹងយើងមាននិស្ស័យទៅយើងអាចបានជួបអញ្ចឹងណាហើយក្រណាស់បងប្អូនក្រនៅក្នុងបណ្ដាញសង្គមនឹងកម្រឃើញមានណាបាទជាប្រភេទនប់សូមអរគុណសូមជម្រាបលា